ថាតើការធ្វើការផ្សព្វផ្សាយតើការធ្វើទីផ្សារបែប digital marketing ធ្វើរបៀបបាច់ឲ្យវាត្រឹមត្រូវបាទតាមបែបបទនៃការធ្វើ digital marketing មិនចេះតែធ្វើទេហើយថាតើការប្រើប្រាស់តែ Facebook តែមួយមុខគ្រប់គ្រាន់ដែរទេតើការ boost page គិតតែពី boost page តែមួយមុខគ្រប់គ្រាន់ដែរទេនិយាយមកទៅថាតើចំណេញដែរទេផលិតផលរបស់បងប្អូនលក់ដាច់តែបងប្អូនចំណេញតិចរីឯការចំណាយទៅលើការ boost page ថ្លៃហើយបងប្អូនត្រូវធ្វើការ live រាល់ថ្ងៃហត់ទេអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនប្រើប្រាស់នៅdigital marketing ឲ្យបានត្រឹមត្រូវប្រើប្រាស់ទីផ្សាររលកទី4 e-commerce ឲ្យបានត្រឹមត្រូវជៀសវាងបងប្អូនប្រើប្រាស់ចំណាយលុយច្រើនទៅលើការ book page បើមនុស្សជាច្រើនរាប់រយរាប់ពាន់រាប់ម៉ឺននាក់លក់តាមរយៈនៃការ boost page ទាំងអស់គ្នាខ្ញុំថាអា boost page ហ្នឹងសេដ្ឋកិច្ចយើងយកទៅឲ្យអឺរ៉ុបទេបងប្អូន boost page ហ្នឹងមិនលុយចូលស្រុកខ្មែរទេលុយរត់ទៅអឺរ៉ុបហ្នឹងតោះអញ្ចឹងបងប្អូនមិនត្រូវការ boost តែ page ទេដោយសារអីការ boost page វាមានតម្លៃថ្លៃ boost page ថ្លៃហើយបងប្អូនទម្រាំលក់បានមួយទម្រាំបងប្អូនលក់បានតែផលិតផលមួយមុខនេះបងប្អូនចំណាយលុយច្រើនចំណាយកម្លាំងពេលវេលាដឹកជញ្ជូនទំនាក់ទំនងច្រើនណាចំណេញតិចពេលខ្លះអត់រួចថ្លៃ boost page ពេលខ្លះចំណេញតិចតួចពេលខ្លះចូលដើមតិចតួចឥឡូវថាតើយើងប្រើប្រាស់ digital marketing ឲ្យគ្រប់ស្តង់ដារប្រើបែបណាទី1យើងត្រូវផ្សព្វផ្សាយឲ្យច្រើនតាមរយៈបណ្ដាញសង្គមណាអញ្ចឹងពាក្យថាតាមរយៈបណ្ដាញសង្គមមួយម៉ាត់មិនមែនតែ Facebook ទេមនុស្សជាច្រើនប្រើប្រាស់មានគេប្រើប្រាស់មាន Facebook ខ្លះអ្នកខ្លះប្រើប្រាស់ Facebook TikTok YouTube Telegram Twitter WeChat ខ្លះប្រើ Vigo ទៀតអញ្ចឹងយើងត្រូវមានតាំងអស់បើមិនបានច្រើនបាន3បានយើង Facebook account Facebook page TikTok Telegram YouTube ណាអា3 4ហ្នឹងយើងឲ្យមានហើយរក្សា brand ណារក្សាឈ្មោះផងកុំTikTok ឈ្មោះអីណាឈ្មោះឥណ្ឌាបែបឥណ្ឌាទៅដល់ទៅពេល Telegram ដាក់ឈ្មោះស្អីណាផ្សេងទៅដល់ពេល Facebook វិញទៅដាក់ឈ្មោះខ្លួនឯងត្រឹមត្រូវទេដល់ពេល YouTube វិញទៅដាក់ឈ្មោះណាស្គាល់យើងទៅហើយដល់ពេលបង្ហោះវីដេអូក្នុង Facebook និយាយពីផលិតផល TikTok និយាយពីផលិតផល Telegram និយាយពីផលិតផលខ្ញុំសួរមួយម៉ាត់ដល់ឆោតចុះបើសិនជាគេ search គេស្វែងរក search នេះស្វែងរកបើគេស្វែងរកយើងស្វែងរកនៅសេវាកម្មស្វែងរកនៅផលិតផលរបស់យើងឲ្យគេស្វែងរកតាមណាឲ្យគេ search វាយថាម៉េចបើឈ្មោះបុប្ផា Facebook ដល់ពេលទៅTikTok នារីអភ័ព្វស្នេហ៍
ឯដល់ពេល YouTube វិញ channel លុយ9អីណាស្អីណាស្គយនោះហើយនោះចូល Facebook សើចមិនឃើញចូល TikTok សើចមិនឃើញតែគេដល់ពេលចូល YouTube សើចអត់ឃើញតែគេទៀតអើយតែទួទៀតជួនកាលអាឃើញហើយគេអត់ស្គាល់ទៀតសួរបានអីស្គាល់បើគាត់ដែររូបគាត់ផងហ្នឹងអញ្ចឹងខ្ញុំថាកុំភ្លេច brand name កុំភ្លេចឈ្មោះអី brand អីលក់អីគេដាក់ឲ្យបានច្បាស់លាស់គេងាយ search ដោយខ្ញុំគង់សុផាតអញ្ចឹងខ្ញុំគង់សុផាតអញ្ចឹងបងប្អូនចូល search ឃើញទាំងអស់យ៉ាងយូរបងប្អូន scroll បន្តិចមកក្រុមអីចឹងទេព្រោះមនុស្សវាមានតែឈ្មោះដូចខ្ញុំលើច្រើនបាទពីមុនខ្ញុំឃើញតិចនៅឥឡូវដល់ម៉េច search ទៅប្រគោកដែរប៉ុន្តែគេរកខ្ញុំឃើញដោយសារតែគេចុចលើ Facebook គេវាយគង់សុផាតបើអសខ្មែរក៏ឃើញបើអសអង់គ្លេសក៏ឃើញហើយចូលអី TikTok ក៏ឃើញ YouTube ក៏ឃើញ Facebook ក៏ឃើញ Facebook Page ក៏ឃើញដែរឲ្យតែ search ឈ្មោះហ្នឹងចូល YouTube search គង់សុផាតអត់ចេញ plate គេអូស strike ឃើញគេគាត់តែឃើញគេចុចមកគេស្គាល់ថាគេ search រកឈ្មោះហ្នឹងឃើញហើយចាំបើខ្ញុំអត់ដាក់រូបខ្ញុំចំម៉ាអ្នកឈ្មោះដូចខ្ញុំមកកោកហ្នឹងគេចុចអាណាយូរហ្នឹងគេលក្ខណៈ brand name ហើយយើងលក់សេវាកម្មអីលក់ website ដូចខ្ញុំលក់ system បាទឥឡូវបងប្អូនចូល YouTube ចូល Facebook ចូល TikTok ចូល search ទៅប្រព័ន្ធបច្ចេកវិទ្យាទិញលក់ website system digital marketing network marketing បងប្អូនសាច់ឆែកបណ្ដាញទីផ្សាយចូលចេញខ្ញុំ upload ដល់ហ្នឹងបាទអញ្ចឹងខ្ញុំគ្រាន់តែឲ្យបងប្អូនធ្វើចឹងអញ្ចឹងឥឡូវខ្ញុំសរុបវិញអញ្ចឹងដើម្បីយើងធ្វើទីផ្សារបែប digital marketing ហ្នឹងឲ្យវាតាមបែបបត់ត្រឹមត្រូវតាមគោលការណ៍នៃការធ្វើទីផ្សារ marketing ទី1យើងត្រូវផ្សព្វផ្សាយឲ្យបានច្រើនតាមបណ្ដាញសង្គមដោយរក្សានៅ brand mark ពីហៅនឹង logo របស់យើងឲ្យបានច្បាស់ដើម្បីគេងាយស្រួលក្នុងការស្វែងរកក្នុងការ search រកទី2យើងត្រូវប្រើប្រាស់នៅ website ផ្ទាល់ខ្លួនផងឲ្យមាន website សម្រាប់ផ្សព្វផ្សាយនៅអាជីវកម្មរបស់ខ្លួនទៅពិតប្រាកដទី3យើងត្រូវមាន system សម្រាប់គ្រប់គ្រងនៅការលក់បាទសម្រាប់គ្រប់គ្រងនៅការលក់របស់យើងគ្រប់គ្រងអតិថិជនគ្រប់គ្រងផលិតផលនិងគ្រប់គ្រងនៅការបែងចែកនៅកម្រៃជើងសារគ្រប់គ្រងការដឹកជញ្ជូនយើងត្រូវមានអាហ្នឹងអានេះវាសមស្របហើយបើមានលទ្ធភាពទៀតបង្កើត app ថែមមួយទៀត App Store និង Play Store ថែមទៀតបើសិនជាមានលទ្ធភាពបើមិនទាន់មានលទ្ធភាពច្រើនឲ្យមានត្រឹមបណ្ដាញសង្គមគ្រប់បណ្ដាញសង្គមឲ្យមានគ្រប់បណ្ដាញសង្គមកុំមានតែ Facebook មួយហើយឲ្យមាន website និង system បើមានលទ្ធភាពគ្រប់គ្រាន់ឈានទៅដល់មាន App Store និង Play Store ថែមទៀតរឹតតែប្រសើរបាទអញ្ចឹងខ្ញុំជូនប៉ុណ្ណឹងណាអានេះចំណេះដឹងពីការលក់តិចបាទសូមជួយ subscribe ផងដើម្បីទទួលបានមេរៀនបន្តទៀតខ្ញុំធ្វើច្រើនណាស់ទាក់ទងនឹង marketing ទាក់ទងអីណាអរគុណ